អូយព្រះឲ្យនេះខ្ញុំនៅឯណាខ្ញុំមិនមែននៅក្នុងប្រឡំលោកដែលគ្រួសារទូចិត្តអាក្រក់ស្លាប់អស់នោះទេភ្ញៀវយើងទៅហើយធានាថាឯងនឹងបានធ្វើជាទំនិញលំដាប់កំពូលពួកឯងជានរណាជួយខ្ញុំផងជីខ្យល់ជាន់ពុកឆ្លាតវៃតែច្របូកច្របល់តើជាឈិនជីងឆនមែនទេនេះខ្ញុំឆ្លងពុកចូលមកក្នុងប្រឡំលោកដែលគ្រួសារទូចិត្តអាក្រក់ស្លាប់អស់មែនទេទូចិត្តអាក្រក់ប្រឡំលោកភ្ញាក់ហើយនាងឈ្មោះអ្វីលីនឈីហៅខ្ញុំថាសៀវឈីទៅបានហើយនាងនិយាយមុននេះថាខ្ញុំនឹងស្លាប់ដោយសារទូចិត្តអាក្រក់តើមានន័យថាម៉េចឆ្លងភពតើមានន័យថាម៉េចហាលោកប្រហែលជាស្ដាប់ច្រឡំហើយទូចិត្តអាក្រក់ស្អីទៅខ្ញុំចង់និយាយពីភាសាអ្នកស្រុកមានន័យថាជាមនុស្សសង្ហានឹងល្អពិតជាគាត់មែននាយក្មេងនៃគ្រួសារឈិននៅខាងអាយុមិនទាន់ដល់30ឆ្នាំផងការហ្វឹកហាត់របស់គាត់បានឈានដល់ដំណាក់កាលចុងក្រោយនៃយានយីងទៅហើយជាទេពកោសល្យឲ្យគ្រប់ជ្រុងជ្រោយដែលកំទេចអ្នកហ្វឹកហាត់ចំនួនបច្ចុប្បន្នដើមឡើយជាទេពកោសល្យលេខ1ក្នុងលោកគាត់បានធ្លាក់ក្នុងល្បិចរបស់ទូចិត្តអាក្រក់គឺមន្តអាគមបណ្ដោះបេះដូងពិសាចហើយការហ្វឹកហាត់របស់គាត់ត្រូវបានស្រូបយកអស់ចុងក្រោយត្រូវបានគេធ្វើជាអាយ៉ងមនុស្សតើនាងកំពុងនិយាយមែនទេមន្តអាគមបណ្ដោះបេះដូងពិសាចវិជាអាក្រក់នេះមិនមានអ្នកឃើញ500ឆ្នាំមកហើយតើនាងដឹងឈ្មោះនេះដោយរបៀបណាលោកប្រុសធំមកដល់ភូមិគ្រីហើយមនុស្សគ្រួសារបាយបានមកដល់ហើយពួកគេកំពុងរងចាំលោកនៅសាលធំជាមួយមេគ្រួសារដើម្បីបញ្ចប់ការភ្ជាប់ពាក្យដឹងហើយអ្វីថ្ងៃនេះជាថ្ងៃដែលឈិនជីងឆននិងប៉ៃនីងស៊ឺចុះកិច្ចសន្យាភ្ជាប់ពាក្យចប់ហើយឈិនជីងឆាន់ត្រូវបានប៉ៃនីងស៊ឺបណ្ដុះគ្រាប់ពូជបិសាចបន្តិចម្ដងបន្ទាប់ពីបញ្ចប់កិច្ចសន្យាភ្ជាប់ពាក្យជាមួយនាងចុងក្រោយត្រូវបានស្រូបយកអស់ទាំងស្រុងគ្រួសារឈិនក៏ត្រូវបានពាក់ព័ន្ធបែកបាក់និងបំផ្លាញហើយវិនាសអន្តរាយលោកប្រុសធំតើគូចាត់ការនារីម្នាក់នេះយ៉ាងម៉េចគ្រាន់តែរកកន្លែងណាមួយទម្លាក់ខ្ញុំចុះទៅបានហើយខ្ញុំនឹងទៅឥឡូវនេះជិនឈួនក្មេងស្រីម្នាក់នេះគឺក្មួយប្រុសថ្ងៃនេះគឺជាថ្ងៃធំដែលឯងនឹងនាងស៊ីភ្ជាប់ពាក្យនាំអ្នកក្រៅមកមិនសូវសំទេដឹងមិត្តភក្តិដែលទើបតែស្គាល់គ្នាមិនបាច់ខ្វល់ពីនាងទេបានហើយជិនឈួនថ្ងៃនេះបងប៉ៃនាំនាងស៊ីមកគឺដើម្បីកំណត់ការភ្ជាប់ពាក្យរបស់អ្នកទាំងពីរការហ្វឹកហាត់របស់នាងស៊ីបានឈានដល់កម្រិតកំពូលនៃចិនតានគ្រូសាឈិនស៊ីវៃនិងគ្រូសាប៉ៃធីនស៊ួយចាប់ដៃគ្នាថ្ងៃក្រោយពិភពលោកនេះគឺជាយុវជនដូចពួកឯងហើយហាបងប្រុសឈិននិយាយត្រូវណាស់លោកអ៊ំឈិនសរសើរពេកហើយនាងសៀតែងតែគោរពបងជិនឈួនតាំងពីក្មេងអាចរៀបការជាមួយបងជិនឈួនគឺជាសំណាងរបស់នាងសៀក្នុងជាតិ3ចេះនិយាយបានពីរោះណាស់បើមិនមែនខ្ញុំធ្លាប់អានសាច់រឿងទាំងមូលទេខ្ញុំប្រកាសជាជឿសម្ដីកុហកដ៏ធំនេះមិនខានគឺឈិនជិនឈួនដែលជាមនុស្សអភ័ព្វនេះប្រកាសជាជឿហើយមើលទៅរូបរាងដ៏ល្ងង់ខ្លាយរបស់គេទៅប្រហែលជាត្រូវគេបញ្ឆោតឲ្យធ្វើជាអ្នករងគ្រោះមិនខានខ្ញុំមិនទាន់និយាយផងឲ្យតែឈិនជិនឈួនយល់ព្រមរៀបការយប់នេះខ្ញុំអាចប្រើវេទមន្តបណ្ដោះបណ្ដាលបេះដូងដើម្បីបញ្ចូលគ្រាប់ពូជបិសាចចូលក្នុងខ្លួនគេដល់ពេលនោះអ្វីដែលជាកម្ពុជាអ្នកខ្លាំងអ្វីដែលជាគ្រូសាឈិនស៊ីវៃទាំងអស់សុទ្ធតែជាអាយ៉ងរបស់ខ្ញុំបងជិនឈួនពួកយើងមកហើយគឺពាក្យរបស់ប៉ៃនីងស៊ីនេះឯងគ្រូសាយើងទាំងពីររៀបការនឹងគ្នាប្រកាសជាធ្វើឲ្យគ្រូសាឈិនស៊ីវៃកាន់តែអស្ចារ្យនាងសៀសុកចិត្តបម្រើបងប្រុសអស់មួយជីវិតមិនមានចិត្តពីទេបងជិនឈួនតើបងយល់យ៉ាងណាដែរមិនយកទេការរៀបការនេះទុកជាមុខៈសាច់រឿងនេះមិនត្រូវទេក្នុងសាច់រឿងដើមឈិនជិនឈួនមិនស្ទាក់ស្ទើរក្នុងការយល់ព្រមរៀបការទេហើយបន្ទាប់មកក៏ដើរលើផ្លូវដែលមិនអាចត្រឡប់ក្រោយបានបងជិនឈួនបងនិយាយអីឈិនជិនឈួនអញហ៊ានលេងសាច់ជាមួយគ្រូសាប៉ៃយើងផងកូនចង្រៃកុំលោឡារឿងរៀបការជារឿងធំមិនក៏អញធ្វើលេងសាច់បានសៀបជីយើងទៅអេយឺតបន្តិចបងប៉ៃចាំសិន
ការរៀបការនេះប្រកាសជាបានការខ្ញុំនឹងទៅប្រដៅក្មេងនេះ ឈៀនជិនឈួនមិនអាចបដិសេធការរៀបការដោយគ្មានហេតុផលទេប្រកាសជាមានអ្នកណានិយាយអ្វីប្រាប់គេហើយមនុស្សស្រីដែលឈ្មោះលីនឈីនោះប្រកាសជាមានបញ្ហាបានយ៉ាខ្សែដៃដាច់ហើយបាទសង្ហាថ្នាក់នឹងមុខមាត់បែបនេះមិនមែនជាឈៀនជីងឆនទេដឹងអូយធ្វើអីហ្នឹង ជូតទឹកមាត់អញទៅបងធំឬថាបងទៅរៀបរៀងពិធីរៀបការរបស់ត្រកូលប៉ៃពេលនេះលោកពុកកំពុងតែខឹងខ្លាំងនៅឯសាវធំរឿងរបស់ខ្ញុំមិនទាន់ដល់វេនត្រកូលប៉ៃមកចាត់ចែងទេណែនាំបន្តិចទៅនេះគឺលីនឈីហើយនាងថាស៊ីវឈីចាប់ពីថ្ងៃនេះទៅនាងគឺជាប្អូនស្រីពៅរបស់ត្រកូលឈីនយើងពួកឯងទាំង4នាក់ថ្ងៃក្រោយត្រូវការពារនាងឲ្យបានល្អ ហើយតាមពិតគឺប្អូនស្រីពៅមែនគ្រឿងសង្ហារឹមលំដាប់ខ្ពស់នេះមិនបានត្រៀមអីសោះយកលុយ 100000 នេះទៅទិញស្ករគ្រាប់ញ៉ាំទៅនេះមិននឹងសំទៅ សៀវឈីកុំខ្វល់ពីរបស់របរអស់នេះអីថ្ងៃស្អែកឆ្នាំស៊ីសួយដែលបងលីនឹងចេញពីលហើយដល់ពេលនោះបង5នឹងយកឆ្នាំកំមនោះមកធ្វើជាកាដូជូបមកហែង អរគុណបង5ឆ្នាំស៊ីសួយខ្ញុំចាំមិនខុសទេឈិនសាំងមីងគឺថ្ងៃស្អែកនេះហើយដែលលីឆ្នាំត្រូវឃាតករដែលត្រកូលប៉ៃបញ្ជូនមកលួចធ្វើឃាតគេដើម្បីការពារឆ្នាំបង្ខំចិត្តប្រើធម្មពលបណ្ដាលឲ្យផ្ទុះរបួសធ្ងន់សរសៃពួរដាច់ខ្លាចជាមនុស្សពិការដែលដើរមិនរួចគួរឲ្យអាណិតណាស់ អ្នកណានិយាយហ្នឹងបងធំនេះថ្ងៃស្អែកពិធីលីឆ្នាំខ្ញុំនាំសៀវឈីទៅជាមួយ ហើយខ្ញុំទៅធ្វើអីមិនទៅទេថ្ងៃស្អែកទីនោះគឺជាកន្លែងសម្រាប់គ្នាឃាតករហោះពេញមេឃលបទូបំផ្លាញផែនដីខ្ញុំជាមនុស្សគ្មានក្បាច់គុណទៅរកសេចក្តីស្លាប់មែនទេ បងធំនាំអញទៅបើកភ្នែកអញមិនពេញចិត្តទេ ពេញចិត្តខ្លាំងណាស់ ឃាតករលបទុះសំឡេងក្នុងចិត្តរបស់សៀវឈីតើជាការពិតឬអត់ថ្ងៃស្អែកនឹងដឹងហើយ វ៉ាត្រង់ត្រីធំបែបនេះពិតជាបានបើកភ្នែកមែន សៀវឈីចាំមើលបង5ឯងចម្រាញ់ឆ្នាំលៀងគួរឆ្អឹងចេញមកឲ្យឯង កំឡោះសង្ហាដែលល្បីពេញក្រុងគួរឲ្យស្ដាយបន្តិចទៀតនឹងខ្លាចជាជនពិការហើយ ឃាតករជនពិការថ្ងៃនេះខ្ញុំនឹងមើលថាសំឡេងក្នុងចិត្តនេះពិតជាត្រឹមត្រូវកម្រិតណាសំឡេងក្នុងចិត្តសៀវឈីប្រាប់ថាមានឃាតករតែត្រកូលប៉ៃក៏គ្មានហេតុផលអីមកលួចសម្លាប់ខ្ញុំដែរមិនអាចទេ ត្រកូលឈីនទេពក៏សក់ចម្រាញ់ឆ្នាំថ្ងៃនេះខ្ញុំនឹងឲ្យអញធ្លាក់នរក ចិត្តដល់ដំណាក់កាលចុងក្រោយហើយគ្មានរឿងអីកើតឡើងទេមើលទៅសំឡេងក្នុងចិត្តសៀវឈីគ្រាន់តែជាការគិតផ្ទះផ្ដាស់ប៉ុណ្ណោះថ្ងៃនេះគ្រប់យ៉ាងរលូនល្អឆ្នាំមួយនេះច្បាស់ជាជោគជ័យក្លិនឆ្នាំក្រអូបណាស់ទេពកសោចម្រាញ់ឆ្នាំរបស់នេះក្មេងឈីនវូពិតជាគួរឲ្យខ្លាចមែនឆ្នាំដែលចេញពីនេះច្បាស់ជាឆ្នាំកម្រិតខ្ពស់ ចប់ហើយឃាតករចិត្តមកដល់ហើយក្នុងសាច់រឿងឃាតករនឹងបង្ហាញខ្លួននៅពេលប្រមូលឆ្នាំដែលសំខាន់បំផុត សម្រាប់ព្រះឲ្យសម្លៀកបំពាក់ការពារថ្មីរបស់ Ken Sheng គឺពិតមែននេះនៅតែអាចទទួលយកបានសំណាងល្អបងប្រុសធំឲ្យខ្ញុំពាក់សម្លៀកបំពាក់ការពារកម្រិតខ្ពស់ជាមុនស្ទើរតែស្លាប់បាត់ទៅហើយមានរឿងអី Ken Sheng កំពុងចម្រាញ់ឆ្នាំហើយអ្វីបានជាគាត់នៅតែពាក់សម្លៀកបំពាក់ការពារសម្រាប់អាយ៉ាសាច់រឿងនេះខុសហើយតើការងារសន្តិសុខរបស់គ្រួសារ Ken ល្អម្ល៉េះប៉ុន្តែវាមិនអីទេសម្រាប់ខ្ញុំល្អណាស់ខ្ញុំមិនចាំបាច់ធ្វើជាជនពិការទេមានរឿងអី Ken យ៉ាងច្រើនតែងតែធ្វើសកម្មភាពយ៉ាងលឿនវាហាក់ដូចជាគាត់ដឹងពីផែនការរបស់ខ្ញុំជាមុនកុំភ័យស្លន់ស្លោសំណាងល្អពួកគេសុទ្ធតែជាទីហ៊ានស្លាប់គ្មានផ្លូវរកឃើញថាជាអ្នកដែលរៀបចំដោយគ្រួសារបេនោះទេលោកម្ចាស់ឃាតករទាំងនេះសុទ្ធតែត្រូវបានបញ្ជូនដោយគ្រួសារបេតើពួកគេចង់ធ្វើអ្វីឆ្នាំគ្រាប់លៀងគួរឆ្អឹងកម្រិតល្អបំផុតលោកគ្រូថេនខ្ញុំនឹងចំណាយ100,000ថ្មវិញ្ញាណដើម្បីទិញវាខ្ញុំនឹងចំណាយ200,000លក់វាឲ្យខ្ញុំសុំទោសខ្ញុំចង់ផ្ដល់ឆ្នាំនេះដល់មនុស្សសំខាន់បំផុតសម្រាប់ខ្ញុំ